សូមស្វាគមន៍មកកាន់វីដេអូថ្មីក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអ្នកពីរបៀបបង្កើត TikTok ថ្មីសម្រាប់ឆ្នាំ2026យ៉ាងលម្អិតងាយស្រួលយល់និងចំណាយពេលត្រឹមតែ1ភ្លែតតែប៉ុណ្ណោះសម្រាប់អ្នកទើបតែចាប់ផ្ដើមជាមួយនឹង TikTok ឬក៏ចង់បង្កើត account TikTok ថ្មីវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាពីជំហាននីមួយៗឲ្យអ្នកទាំងអស់គ្នាធ្វើតាមហើយបានជោគជ័យអ្វីដែលអ្នកទាំងអស់គ្នាត្រូវរៀននៅក្នុងវីដេអូនេះមាន3ចំណុចគឺរបៀបទាញយកកម្មវិធី TikTok និងដំឡើងកម្មវិធី TikTok ជំហានទី2គឺរបៀបចុះឈ្មោះនៅក្នុង account TikTok ជំហានទី3របៀបដាក់ profile ប្រសិនបើអ្នកនរគ្នាមានសំណួរឬបញ្ហានៅត្រង់ចំណុចណាកុំភ្លេច comment សួរខ្ញុំនៅខាងក្រោមវីដេអូបានណាកុំភ្លេចជួយចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអំពីបច្ចេកវិទ្យានិងការប្រើប្រាស់បណ្ដាញសង្គមជារៀងរាល់ថ្ងៃបាទជាដំបូងអ្នកទាំងអស់គ្នាគ្រាន់តែយកទូរស័ព្ទអ្នកទាំងអស់គ្នាមករួចចុចទៅលើពាក្យថា Play Store បន្ទាប់មកអ្នកទាំងអស់គ្នាចុចទៅកាន់សញ្ញា Search រួចវាយពាក្យថា TikTok បន្ទាប់មកចុចបញ្ជូននោះអ្នកទាំងអស់គ្នាឃើញ app TikTok បន្ទាប់មកអ្នកទាំងអស់គ្នាចុច download មកព្រោះតែ app នេះខ្ញុំ download ហើយវានឹងចេញពាក្យថា update ឬក៏ពាក្យថា open បន្ទាប់ពីអ្នកទាំងអស់គ្នា download ហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ app TikTok វានឹង load ចេញផ្ទាំងបែបនេះបើអ្នកទាំងអស់គ្នាចង់បង្កើតជាមួយនឹង Gmail អ្នកទាំងអស់គ្នាចុចទី1នេះមកបើអ្នកទាំងអស់គ្នាចង់ភ្ជាប់ជាមួយនឹង Facebook ចុចទី2ហើយទី3នេះភ្ជាប់ជាមួយនឹង Google តែយើងបង្កើតជាមួយនឹង Gmail យើងយកទី1តបទៀតបើអ្នកទាំងអស់គ្នាចង់ភ្ជាប់ជាមួយនឹងលេខទូរស័ព្ទយើងយកខាងឆ្វេងនឹងមកបើយើងចង់ភ្ជាប់ជាមួយនឹង Gmail ចង់បង្កើតជាមួយនឹង Gmail យើងយកខាងស្ដាំបន្ទាប់មកយើងដាក់ Gmail យើងចូលមកបាទបន្ទាប់ពីដាក់ Gmail យើងរួចហើយយើងចុចពាក្យថា continue បន្ទាប់មកយើងចាំលេខកូដ6ខ្ទង់ពី Gmail យើងគ្រាន់តែបើក app Gmail យើងមកថយក្រោយបន្តិចរួចយកលេខកូដពី Gmail ដែលយើងភ្ជាប់មិញហ្នឹងបាទឃើញហើយនេះ968521 បាទដល់កន្លែងនេះគេឲ្យយើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងចង់ដាក់ពិតក៏បានដាក់ខ្លាំងៗក៏បានអញ្ចឹងខ្ញុំដាក់តាមនេះមកចេះដាក់ទៅបាទខ្ញុំដាក់អញ្ចឹងបន្តមកទៀតយើងចុច continue បាទដល់កន្លែងនេះគេឲ្យយើងដាក់ password អ្នកនរគ្នាដាក់ទៅចំណែកខ្ញុំដាក់ password របស់ខ្ញុំបន្ទាប់មកទៀតយើងដាក់ចុច continue ទៀតកន្លែងនេះគេឲ្យយើង add nickname អញ្ចឹងខ្ញុំដាក់ចេះដាក់មេងហូ1998តែប៉ុណ្្នឹងយើងនឹងទទួលបាន account TikTok ថ្មីមួយហើយដល់ជំហានបន្ទាប់ជំហានដែលយើងត្រូវដាក់ profile
ចឹង TikTok នេះខ្ញុំដាក់ profile ដូច Facebook និង YouTube របស់ខ្ញុំគ្រាន់តែចុចលើរូបកាមេរ៉ាហ្នឹងមករួចយកពាក្យថា upload photo នេះជា profile ដែលខ្ញុំដាក់ទៅលើ Facebook និង YouTube ពីមុនបាទគ្រាន់តែចុចលើហ្នឹងមកហើយចុចពាក្យថា next ចុច next ម្ដងទៀតមករួចពាក្យថាយកពាក្យថា save and post បាទគ្រាន់តែប៉ុណ្្នឹងយើងអាចបង្កើត account TikTok ថ្មីមួយហើយ account TikTok នេះក៏អាចរកលុយបានដែរបាទខ្ញុំមកដល់ទីបញ្ចប់ហើយសូមអរគុណសូមជម្រាបលា